อายุใส่สปมวยน้ำจำนวน95 กิโลมามัวมายุ100จำนวนมันเต้าหน่อยมาโอ้ฮัดมาช้ำล้างๆมาก็ฮัดตะกอนล้างโหดมาเป็นเลยยังฮัดยังจังตรอกจังล้างมาก่อนเตะบ่ายังคันฮัดยังโฮมจ้าខ្ញុំឡើងវិញហើយគាត់ថាពេលហាត់ចង់ត្រកចង់ឡើងបានខ្ញុំចង់ឡើងរួញវាត្រកទៅមិនទេចង់ឡើងវាឡើងអាកើតនឹងមិនបាទគ្រូដាក់ប៊ូស្រងមកកំប៉ុងអូមែនភ្លេចដាក់ប៊ូស្រងឡើងតែមួយទៀតគាត់ថាចង់ឡើងចង់ត្រកបាទបងប្រុសឃើញថាមានបងនេះមួមទាំសាច់ដុំធំតែបងមកចូលរួមបងមានសង្ឃឹមទេបងគឺថាយើងសង្ឃឹមថាយើងកម្លាំងប៉ុណ្ណេះដែរយើងមិនគួរដាក់3ចាញ់គេបងបាទសង្ឃឹមដែលមុននឹងចេញមកពីផ្ទះគឺសង្ឃឹម100%ឥឡូវបាន100%មិញនេះបានប្រហែលជា3%ចុះឥឡូវយើងសម្លឹងមើលបងប្អូននៅកំពុងចូលរួមគាត់ពុំប្រកួតនោះគាត់រៀនស្គមទូចតែគាត់បែរតធ្លាក់ណាបងបាទគាត់ខ្ញុំទទួលស្គាល់ថាគាត់ខ្លាំងណូมันធម្មតាណាបងប្អូនបាទពួកខ្ញុំគឺមិញបានមួយនេះគឺយ៉ាងយូរ5 នាទីអស់5 នាទីបាទ5 នាទីជួនកាលបងមិនមែនធ្ងន់ខាងស្អីណាធ្ងន់ណាសាច់ដុំខ្លួនឯងហ្នឹងធ្ងន់ណាសាច់ដុំយើងធ្ងន់ណាគ្រូបាទដល់ពេលយើងបែងបានយូរចឹងដែរស្រួលពិតជាមិនដឹងថាជាការចេះតថាតែដល់យើងខ្លួនអ្នកហាត់មែនទែនមកដឹងថាពេលដែលយើងហាត់សាច់ដុំខ្លាំងចឹងទៅធ្វើឲ្យយើងស្រកអូនតូចមែនអត់បាទអានេះខ្ញុំជួបមែនទែនហ្មងពួកខ្ញុំក៏ជាកីឡាករម្នាក់ដែរបាទនិយាយចេញពីចិត្តគឺអត់ទេបងតែគ្រាន់តែមានមួយរយៈដែរដោយសារពេលដូចជាកីឡាត្រៀមប្រកួតអីអានោះយើងសម្រក់ខ្លាញ់បាទការហូបចុករបស់យើងអាចតែនឹងវាមានតែប្រូតេអ៊ីនបាទដល់អញ្ចឹងវាមាននិយាយចំនោះគឺស្រកខ្លាញ់ម្ដងស្រកខ្លាញ់ទេហើយដល់ពេលពិសេសដែលឡើងលើឆាកបងដោយសារពេលដែលឡើងលើឆាកបង្ហាញសាច់ដុំបាទកីឡាគ្រប់គ្នាទាំងអស់ក៏ដល់និយាយទៅបាទគឺគាត់បង្អត់ទឹកអ្នកខ្លះទៅ24 ម៉ោងទៅអ្នកខ្លះទៅ2 ថ្ងៃអីពេញទៅតែបាទអញ្ចឹងគឺយើងអាចបានបដោតទៅលើនោះបងបាទមួយទៀតបងប្រុសពេលបងប្រុសហាត់យកសាច់ដុំយើងហាត់សាច់ដុំដៃឡើងសាច់ដុំដៃហាត់សាច់ដុំខ្នងសាច់ដុំស្មាឡើងសាច់ដុំស្មាហាត់សាច់ដុំជើងឡើងសាច់ដុំជើងចាសាច់ដុំអីគេឡើងយើងហាត់ទៅបងយើងហាត់ទៅឡើងដែរហាត់ឡើងដូចគ្នាបងត្រូវហាត់គេព្រោះវាជាផ្នែកសរសៃមួយសាច់ដុំមួយដូចគ្នាបាទហើយពេលដែលហាត់យើងយោងទឹកមកបោកដូចធម្មតាអត់ចាំបាច់យោងទេបងអត់ចាំបាច់យោងអរគុណដល់បងកីឡាអរគុណណាបងជាស្រ័យចឹងបានថាខ្ញុំឃើញបងថាបច្ចនា3ឆ្នាំបងខាងហាត់កាយសម្ព័ន្ធដែរដល់ពេលឥឡូវបងមុនគេបានបាទឬមួយបងផ្ដល់ឱកាសគាត់អ្នកផ្សេងអ្នកអត់ផ្ដល់ឱកាសឲ្យបងប្រឹងអស់សមត្ថភាពបាទប្រឹងអស់ហើយនិយាយទៅអាជីពខុសគ្នាបងទៀតខុសគ្នាត្រូវហើយឥឡូវសួរបងនេះវិញម្ដងបងសុំមីក្រូបងបន្តិចបងហាត់បានរៀងរូវកាយសម្ភារមុំមួយស្ដុំធំទេបងខាងសភាពនារីគាត់ចូលចិត្តអត់ទេនារីគាត់ចូលចិត្តណាមានសាច់ដុំសាច់ត្រូវហើយអាស្គមឃើញថាស្បែកចឹងគាត់មិនសូវជាត្រូវការព្រោះខ្លាចថាគ្មានកម្លាំងដល់ពេលបងមានធំនេះរៀងខ្លាំងគាត់ចូលចិត្តបាទអញ្ចឹងខាងសភាពនារីគាត់ចូលចិត្តអ្នកដែលមានសាច់ដុំធំរៀងស្អាតអីចឹងទៅបាទហើយបងហាត់ដើម្បីសុខភាពបងហាត់ដើម្បីប្រកួតប្រជែងឬបងហាត់ដើម្បីស្រីដើម្បីប្រកួតប្រជែងនិងដើម្បីហ្នឹងក៏មួយយ៉ាងដែរបាទស្រីដែរតែបងបានប្រកួតប្រជែងបានជាជ័យលាភីទៅបានដល់លំដាប់ណាដែរបងខ្ញុំទៅប្រកួតនៅថៃបាន2 ដងអត់បានជោគជ័យទេបាទហាត់បន្តទៀតណាបងបាទនៅមានទៅហើមយើងអាចទៅមុខបាទទៅមុខទៀតបាននិយាយទៅស្អីទៅបងបើសិនជាបងមិនហាត់រយៈពេលប្រហែលនាទីប្រហែលថ្ងៃប្រហែលខែតែយើងស្រកធម្មតាវិញបើសិនជាមិនហាត់សោះវាតែយើងបានទៅសាច់ដុំមកហើយវាមិនងាយស្រកម៉ែទេស្រកទេទុំស្រកវិញក៏រយៈពេលច្រើនឆ្នាំហើយវាស្រកច្រើនឆ្នាំដែរយើងផ្សំមានតិចមក